ចាសួស្តីបងប្អូនទាំងអស់គ្នាដែលសារមានការสนំពរជាច្រើនពីបងតែងតែសួរថាមានរបៀបធ្វើពីគ្រីមទឹកអង្ករអត់ថ្ងៃនេះខ្ញុំមកលើកពីវិធីសាស្ត្រធ្វើពេញតែម្ដងសម្រាប់បងណាដែលមានបញ្ហាស្បែកមុខមុនមុខរោលមុខមានរន្ធញើសធំមុខជ្រួញតាមកតុយភ្នែកអីអាចធ្វើតាមវិធីនេះបានវិធីងាយគ្រឿងផ្សំក៏ងាយហើយអត់ពិបាករកទិញទេអ្វីដែលសំខាន់នោះគឺមិនសូវអស់ថវិកាច្រើនទៀតផងចាមុននឹងតាមដានពីរបៀបធ្វើកុំភ្លេចជួយចុច follow page ក៏ដូចជា share វីដេអូនេះម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីពីនាងខ្ញុំបន្តទៀតចាឥឡូវកុំឲ្យខាតពេលយូរទៅតាមដានពីរបៀបធ្វើទាំងអស់គ្នាណា Let's go ចាជាដំបូងហ្នឹងគឺយើងគ្រឿងផ្សំទី1របស់យើងហ្នឹងគឺអង្ករតែម្ដងគឺជាគ្រឿងផ្សំមួយដែលសំខាន់ជាងគេនៅក្នុងការធ្វើគ្រីមទឹកអង្ករចាអង្ករនេះគឺនាងខ្ញុំកិនថ្មីយកមកពីស្រុកកណ្ដាលតែម្ដងហើយអង្ករនេះគឺជាប្រភេទអង្ករខ្សាយបងប្អូនចាបរិមាណដែលនាងខ្ញុំធ្វើគឺខ្ញុំវាល់អង្ករហ្នឹងចំនួន6ក្តាប់ដៃរបស់នាងខ្ញុំចា6ក្តាប់ដៃបងប្អូនចាបងប្អូននឹងស្រាប់ហើយថាអង្ករគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនសម្រាប់គ្រឿងសម្អាងក៏ដូចជាយកមកញ៉ាំចាចាពេលដែលខ្ញុំវាស់អង្ករ6ក្តាប់ដៃនឹងហើយខ្ញុំក៏យកអង្ករហ្នឹងទៅលាងសម្អាតវាឲ្យស្អាតកំឡុងពេលនេះបងប្អូនលាងសម្អាត1ដងក៏បាន2ដងក៏បានបន្ទាប់មកយើងចាក់ទឹកនឹងចោលណាទឹកនឹងយើងអត់ទាន់យកទេបងប្អូនដើម្បីយើងលាងសម្អាតអង្ករយើងឲ្យស្អាតជ្រះធូលីដីជ្រះដីអីខ្លះចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំចាក់ទឹកម៉ាសាចោលហើយខ្ញុំថែមទឹកទី2ហ្នឹងគឺខ្ញុំអត់ចាក់ចោលទៀតទេគឺខ្ញុំយកតែម្ដងហើយបរិមាណទឹកបងប្អូនត្រាំវាល់ទឹក300មីលីលីត្រឲ្យហើយក៏បានឬក៏អត់ទាន់វាល់ទឹកក៏បានគ្រាន់តែត្រាំឲ្យមួយលិចអង្ករសិនណាបន្ទាប់មកបងប្អូនគ្របវាឲ្យជិតទុករយៈពេល1យប់ចានេះគឺខ្ញុំបានដូរចានដាក់ចានវិញវងដាក់ចានដែកឥឡូវខ្ញុំដាក់ចានគោម្ដងអានេះខ្ញុំទុកបានមួយយប់បងប្អូនឃើញវារៀងឡើងពពុះតិចទេទឹកអង្ករពេលហ្នឹងគឺល្អខ្លាំងមែនតើសម្រាប់យកមកលាបមុខឬក៏យកទៅបាញ់សក់គឺល្អខ្លាំងវាមានវីតាមីនច្រើននៅក្នុងហ្នឹងហើយវាជួយបដិកោសិកាបើយើងលាបមុខវាជួយបដិកោសិកាស្បែកមុខជាពិសេសស្បែកមុខយើងប្រហោងស្បែកមុខយើងខូងដោយសារស្នាមមុនដោយសារអីហ្នឹងគឺវាជួយផ្ចិតសាច់យើងមកវិញណាហើយអ្វីដែលសំខាន់គឺវាជួយការពារការរលាកស្បែកការរងប្រតិកម្មអីផ្សេងគឺជួយបានច្រើនខ្លាំងមែនតើចាហើយគ្រឿងផ្សំយើងហ្នឹងគឺមានបន្តហ្នឹងគឺមាន aloe vera gel នេះគឺខ្ញុំដាក់ចំនួន900ក្រាមចា900ក្រាមបងប្អូនចាស្មើនឹង9ខាំណាហើយគ្រឿងផ្សំបន្តទៀតហ្នឹងគឺប្រេងដូងត្រជាក់គឺខ្ញុំវាល់ចំនួន3ស្លាបព្រាបាយចាចាក់ពេញណាបងប្អូនចាប្រេងដូងត្រជាក់នេះគឺជួយជំនួយស្បែកមុខយើងទន់រលោងចាមានសំណើមហើយជួយការពាររលាកស្បែករោលរមាស់ដែរចាហើយបន្ទាប់មកយើងកូរគ្រឿងផ្សំនឹងចូលគ្នាទៅគឺថាលបាយរបស់យើងគឺឡើងសក្បោសហើយខាប់ទៀតចាហើយចំពោះការកូរគឺកូរខ្លាំងអញ្ចឹងណាបងប្អូនចាបន្ទាប់ពីយើងកូរសពហើយចា aloe vera gel ជាមួយនឹងប្រេងដូងហើយគឺឡើងសបែបហ្នឹងបន្ទាប់មកគឺយើងបន្តចាក់ទឹកអង្ករដែលយើងត្រាំមកយប់ចោលហ្នឹងណាយកមកចាក់ចូលម្ដងតិចអត់ទាន់ចាក់ចូលម្ដងទាំងអស់ហើយបងប្អូនចាយើងចាក់ចូលម្ដងតិចចឹងហើយយើងកូរដូចនាងខ្ញុំធ្វើក្នុងវីដេអូហ្នឹងចឹងចាទឹកអង្ករហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនណាបងប្អូនចាចង់យកទៅបាញ់សក់ដើម្បីជួយបដិសកូនសក់ជួយអីក៏បានជួយឲ្យសក់រឹងមាំជួយឲ្យសក់ភ្លឺថ្លាក៏បានដែរប៉ុន្តែពេលនេះខ្ញុំយកមកធ្វើជាគ្រីមអញ្ចឹងវាជួយការពារស្បែកមុខរបស់យើងជាពិសេសគឺវាជួយប្រយុទ្ធប្រឆាំងកុំឲ្យមានការប្រតិកម្មស្បែកមុខរបស់យើងជួយស្បែកមុខរបស់យើងចាំងបងប្អូនពេលដែលលាបហើយមានអារម្មណ៍ថាវាទីងមុខយើងមិនតឹងខ្លាំងអីណាប៉ុន្តែវាមានអារម្មណ៍ថាតឹងហើយចាំងអាឡូងទៀតចាហើយបងប្អូននឹងស្រាប់ហើយនៅក្នុងទឹកអង្ករមានជាតិ collagen ជួយស្បែកយើងសបងប្អូនចាហើយពេលដែលខ្ញុំកូរសពហើយខ្ញុំបន្ថែមទឹកដោះគោស្រស់ចូលទឹកដោះគោស្រស់នេះគឺសាបបងប្អូនចាហើយខ្ញុំដាក់ចំនួន3ស្លាបព្រាបាយដែរខ្ញុំវាល់ដាក់ចានហើយអញ្ចឹង3ស្លាបព្រាបងប្អូនតោះមកយើងចូលកូរវាឲ្យសព្វទឹកដោះគោនេះគឺយើងដាក់ក្រោយគេហ្មងបងប្អូនចានេះខ្ញុំចាប់ដើមកូរឲ្យមើលទៅដូចផ្អែមអញ្ចឹងចាតែគឺជាប្រភេទគ្រីមលាបមុខចាកូរខ្លាំងអញ្ចឹងកូររយៈពេលប្រហែលជា
10 នាទី 20 នាទីដែរបងប្អូនកូរឲ្យល្បាយទាំងអស់ចូលគ្នាឥឡូវគ្រីមទឹកអង្ករយើងគឺរួចរាល់ហើយខ្ញុំធ្វើការចាក់ចូលកែវក្រិតចឹងទៅដើម្បីងាយស្រួលចាក់ចូលទៅក្នុង10ផ្សេងរក្សាទុកបើបងប្អូនមានកឡអីដាក់ក៏បានដែរបងប្អូនចាចំពោះគ្រីមទឹកអង្ករនេះគឺទុកបានយូរខ្លាំងមែនតើមិនបាច់ដាក់ក្នុងទូទឹកកកក៏បានដែរដាក់នៅខាងក្រៅទូទឹកកកក៏ទុកបានរាប់ខែដែរបងប្អូនចាចំពោះវិធីប្រើមុននឹងបងប្អូនយកគ្រីមទឹកអង្ករនេះមកលាបលើស្បែកមុខបងប្អូនត្រូវលាងសម្អាតមុខឲ្យស្អាតសិនបន្ទាប់មកបងប្អូនធ្វើការជូតមុខឲ្យរាងស្ងួតចាំយកគ្រីមទឹកអង្ករនោះមកលាបលើស្បែកមុខបងប្អូនប្រហែលជា 2-3 តំណក់លុញឲ្យសប់មុខទៅវាជ្រៀតចូលស្បែកមុខបងប្អូនអស់ហើយពេលដែលវាជ្រៀតចូលអស់ហើយបងប្អូនចង់លាបណៃគ្រីមលេយប់អីពីលើបន្ថែមទៀតក៏បានដែរកាន់តែល្អតែបើអត់ក៏អត់អីដែរពេលដែលបងប្អូនលាបពេលល្ងាចហើយបងប្អូនគេងព្រឹកឡើងណាមានអារម្មណ៍ថាស្បែកមុខយើងទន់ហើយមានសំណើមហើយរៀងថ្លាភ្លឺហ្មងបងប្អូនចាហើយគ្រីមទឹកកកនេះដែរយើងលាបដូចលាបស្រោមុខចឹងបងប្អូនចង់លាបពេលព្រឹកថែមទៀតក៏បានពេលថ្ងៃថែមទៀតក៏បានគឺអត់បញ្ហាទេប៉ុន្តែអ្វីដែលសំខាន់កុំចោលពេលយប់ក៏ត្រូវតែលាបដោយសារពេលយប់គឺវាជួយជួសជុលកោសិកាស្បែកមុខរបស់យើងជួយបដិកោសិកាមកវិញចាគឺជួយបានច្រើនខ្លាំងជាងពេលថ្ងៃបើយើងលាបពេលថ្ងៃវាជួយការពារកម្ដៅថ្ងៃបានខ្លះដែរបងប្អូនចាអង្គយើងណាចាអញ្ចឹងវីដេអូនេះខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនអត់យល់ត្រង់កន្លែងណានោះអាច comment នៅខាងក្រោមបានណាអរគុណជម្រាបលា